ត្រង់មកកើតខ្ញុំមកកើតលោកកាដល់គុណព្រះទ្រង់ជាធំទ្រង់មកកើតខ្ញុំមកកើតលោកកាចាំបានមកនេះសុខព្រះយីតាមានលោកមេបាទាំងប្រុសស្រីខ្ញុំបាទសូមគោរពគុណកម្លាំងភាពយើងអាចរៀបចំអាពាហ៍ពិពាហ៍បានធ្វើកម្មវិធីមង្គលសួស្តីបានប៉ុន្តែនៅក្នុងព្រះគម្ពីរទ្រង់ក៏មានព្រះបន្ទូលសម្ដែងថាចូលអសប្បាយជាមួយនឹងអ្នកអសប្បាយមានទៅស្ដាប់អីណាសំឡេងគ្រាប់សិនមកយកមកវិញទៀតបាទនេះគឺជាព្រះពរបាទទៅដល់តែម្ដងវិសេសវិសាលណាស់បាទអរគុណណាស់ឃើញថាថ្ងៃនេះដល់កម្មវិធីប្រពៃណីខ្មែរយើងហៅថាកម្មវិធីកសក់តែយើងធ្វើក្នុងប្រគុណនៃព្រះម្ចាស់យើងអាចហៅថាកម្មវិធីអភិសេកឬក៏ចាក់ប្រេងតាំងសំពរជ័យមកពីព្រះជាម្ចាស់ប្រទានពរទៅដល់កូនប្រុសកូនស្រីហើយខ្ញុំបាទជាអ្នកប្រេងប្រពៃណីក៏មានតួនាទីលើកនៅព្រះគម្ពីរបរិសុទ្ធដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជូនទៅដល់លោកមេដាបេដាលោកគ្រូនឹងរៀបចំសំគមបង្រៀនទៅដល់កូនប្រុសកូនស្រីព្រមទាំងក្រាស់កញ្ចក់ទាំងអស់នោះនឹងឲ្យពរទៅដល់កូនប្រុសកូនស្រីផងដែរហើយបុរាណលោកក៏បានពោលដែរថាតើមាន3ស្ដីឲ្យមាន4ទៀតណាអញ្ចឹងខ្ញុំមកថ្ងៃនេះបើមក4មក5ទៅប្រហែលជាហួសម៉ោងគ្រូណោះបាទអញ្ចឹងតែ2នាក់ទេអញ្ចឹងសុំម្នាក់ទៀតគ្រូលេងសុំសោយសង្វាអត់ដល់ភ្លើងទេបាច់ខ្វល់ទេរៀនសោយសង្វាហើយកញ្ញាស្រីអូននៅធ្វើអីស្រស់នួនល្អចាក់គេវាយរហហើយអូនហើយចេញមកជួបនឹងបងចេញមកសាសននៅពីសំដីអូនមកទៅហើយអត់ទីសៃយើអោបងខ្លីហើយមកមានការចំច្រើនត្រៀបត្រាមកចាំឲ្យពោជ័យគុណលោកបរោះស្រស់សង្ហាកញ្ញាសោភាស្រស់សោភាបាទស្រស់ស្អាតណាស់បាទអត់ឃើញឮសូរភ្លេងចង់រំដែរចង់រំដែរចាបាទព្រោះឯងចង្វាក់ប្រពៃណីខ្មែរយើងរំស្អាតហ្នឹងអូយរំស្អាតណាស់អូអរគុណអ្នកគ្រូមិញហ៎មិនបងរំតែរំស្អាតណាស់កាសាមីដាបាទល្អណាស់ពិសេសណាស់អូនអើយកញ្ញានេះវិញក៏ញឹមដែរអូនអើយមិនបងគូឡក់បាក់ដេកអស់អស់ហើយអស់ហើយអស់ហើយអស់ប៉ុណ្ណឹងឯណោះបាទអស់ប៉ុណ្ណឹងហើយតែអស់តែចំណៃបងឯងឈរដកកពស់អស់អូណានិយាយចឹងមកនេះខ្ញុំកាត់រកចាទេចាបាទបងគុញចង់ខ្ញុំមកលឿនយូរគ្នាចាបាទយើងត្រូវចេះយូរនេះទៅវិញទៅមកហ្នឹងហើយតែចេះមកឲ្យចង់ជូនផ្កាអូននេះអ្នកមួយជូនទុកជាម៉ួយមកទុកម៉ួយចាសំម៉ួយខ្ញុំហ្នឹងនេះវាសួរជុកកញ្ញាទី1សិនថ្ងៃនេះផ្ការីក្លិនក្រអូមសាយចិនដាខលខ្វាយចំតែណែមនឹកចិត្តបងមកខាយេស៊ូអូថាភ្លេចប្រូគេសាយដឹងទេក៏មាត់ក៏មាត់បាទគូទៅវិញហើយមិញខ្ញុំចង់ជ្រៀងទៀតតែភ្លេចប្រូមែនហ្នឹងហើយបាទជូនផ្កាកញ្ញាមកតើមិនងាយបានអូមិនពេលតែឃើញស្អីស្អាតអូមូស្អាតដល់នោះលេចខ្លួនភ្លើងជាប់មកផ្លែបាទហើយបើយើងមកសរសើរចេះតែយូរសើបានលុយអត់អីទេសួរកញ្ញាម្ដងទៀតហ្នឹងហើយអូនណាយុម៉ាណៃ21ឃើញកូនកំមុំដល់គូរៀបបកលការអញ្ចឹងមានអារម្មណ៍យ៉ាងដែរចង់រៀបការដែរត្រង់យ៉ាងមកចាំឆាប់បានបាទពេលខ្លះ
មានអីលោកឪពុកអ្នកម្ដាយគាត់ឃើញគាត់ពេញចិត្តចាបាទប៉ុន្តែគាត់ថាបែបកូនគេនៅរៀនសូត្រកូនគេនៅក្មេងលោកគេមិនទាន់ចង់បានគូតែបងអូនថាចង់បានប្តីដែរអញ្ចឹងស្រួលចាស់ចាស់ចូលហ្មងបាទល្អណាស់ស្រឡាញ់ផ្កាហ្នឹងទេអូនស្រឡាញ់ពេញចិត្តទៅណាពេញចិត្តអូពេញចិត្តហ្មងមិនពេញចិត្តធម្មតាណាពេញចិត្តហ្មងបាទស្រឡាញ់ផ្កាពេញចិត្តផ្កាហើយចុះអ្នកជូនផ្កាឡាញ់ណាអូនអត់ទេស្រឡាញ់ទុកធ្វើម៉ួយបានឡាញ់ទុកធ្វើម៉ួយហ្នឹងហើយបាទមិនម៉ាអីបានគាត់ម៉ួយគ្នាបាទយកលុយបងនីគីអត់ពាក់នីគីហ៎ផ្លេចអត់ទេឥឡូវហ្នឹងអត់ទិញដល់គោកូនឥឡូវហ្នឹងយើងខំប្រឹងតិចយកលុយជួយឧបត្ថម្ភទៅខាងជនវាស័ក្តិអីខ្លះចឹងណាហ្នឹងហើយជួយជាតិហ្មងជួយជាតិចាឥឡូវកញ្ញាទី2វិញហ្មងញ៉ាទី2អីទៅច្រឡំចឹងហ្មងណាកែក្រវ៉ាចកែក្រវ៉ាស៊ីមួយខ្ញុំកែអូមកបាទជួបកញ្ញាទី2បូផាចុកតងចិត្តបងស្មោះស្ម័គ្រស្រងកែអូលឹងចិត្តបងជុំពាំងលើស្រីដើរចេញមិនអូនបេះដូងក៏ស្នេហ៍ចរណៃខ្ញុំយោហរតីខ្លាំងខ្លាយមានមិនចាំរៀងសានេះសួរកញ្ញាទី2ជុំផ្កាមានពេកក៏អាក់ខ្វល់គ្នាអ្នកជូននេះអៀនដែរជូនផ្កាកញ្ញាទី2មកតងដែរហ្នឹងហើយអាយុប៉ុន្មានណាអូន24ទូជាង21ណាខំញ៉ាំបាយបានច្រើនគាត់ណាញ៉ាំច្រើនតែអត់ធាត់អាញ៉ាំច្រើនហ្នឹងអត់ធាត់អាអ្នកធាត់នោះលាបទឹកមុតក៏ធាត់អត់ទេតែងក់ណាំទម្លាក់សត្វល្អិតអូតទម្លាក់សត្វល្អិតបាសាសិនណាផងគេខអត់ខំញ៉ាំសោះគាត់ឲ្យជួបអ្នកទី3អ្នកខ្លះបងគាត់ទៅលេបទឹកមាត់ក៏ធាត់ដែរឥឡូវអ្នកទី3ចាដល់អ្នកទី3ដល់អូអត់ទេនិយាយទៅមនុស្សយើងទូទៅតែដល់វ័យមួយត្រូវធាត់ហើយបាទយើងអត់អាចទុកបានទេនេះគឺជានេះអត់បានអ្នកធាត់ដែរមិនធាត់ដែរហ្នឹងហើយឥឡូវជួបនៅអូនទី3ម្ដងអើយខ្ញុំចាំមកឲ្យកេះខាងទី2ទៀតថាកេះទៅកេះមកហើយជួបនេះគេមួយប៉ែនស្អាតនេះអូរៀងពោះស្រឡាញ់អាថងគេគួរស្រឡះកូនស្រឡះគួរស្រឡះហ្នឹងងាកមើលអាចារ្យអ្នកលេងគួរស្រឡះបាទដល់ទៅណាអូនមើលកណ្ដោតែមួយយើងនេះហើយវាយកទៅអស់អូនមើលក្នុងសួនកាក្រុមជុំរីស្រចាតាស្រំជីវ៉ាបងបោយកអស់ទៅរៀលឡើងហ្មងបាទដៃតោតែមួយតែរត់គៀកយកដល់នេះបាទអរគុណណាស់ញ៉ាលត់វូយខ្ញុំភ័យណាណាវូទាំងអីទេបងឆ្ងាយជឿសួរនឹងស្រឡាញ់ផ្កាហ្នឹងអត់ស្រឡាញ់តិចខ្លាំងតិចឡាញខ្ញុំខ្លាំងណាភ័យបាទក្តៅអត់ក្តៅទេទៅជែកហ្នឹងអីជែកខ្ញុំអីជែកចង់អាយខ្វល់អីទេបាទសេចទឹកអីអត់ទេបើសេចទឹកដល់នេះមាននេះលើជុំមិនត្រង់យកចិត្តម៉ួយទេបងម៉ួយញ៉ាំទីសិនអេបាច់កាត់ដល់ប្រឡាក់ដៃបងប្អូនឯងនេះលើញ៉ាំបាយយ៉ាត់ក្រាស់គេមកសង្ស័យអីអាក្រាស់គេមកជុំខ្ញុំខ្លាចសង្ស័យទៅវិញដល់ផ្ទះខ្ញុំហ្នឹងគាត់ក្រាស់ឯងអាក្រាស់គេជុំខ្ញុំអត់ក្រាស់ឯងបាទកាអីទេមកនេះចាក់មើលឃើញអីទេខ្លាចតែលួចលះអើយអរគុណណាស់អ្នកទាំង3គ្រប់ទុកជាម៉ួយណាខាងនេះក៏ម៉ួយដែរម៉ួយដែរបាទអរគុណណាស់នេះក៏ម៉ួយខ្ញុំដែរខ្ញុំឲ្យក៏ដល់និយាយខុសត្រូវទិញទួចប្រកាន់ហ្នឹងបាទឡើយហើយមួយទៀតនេះម៉ួយធំអូយអត់ធំអូនធំហ្នឹងណាចាមួយម៉ួយចាតើដល់កូរ៉េអត់អីទេអត់
បញ្ហាទេបាទពិសេសពិសាលណាស់អរគុណណាស់ឃើញនៅពេលដែលយើងរៀបអាពាហ៍ពិពាហ៍ឃើញតែស្នាមញញឹមរបស់កូនប្រុសកូនស្រីជាកិត្តិយសដែលលោកញញឹមសាទរនេះគឺជាភាពនៃការឲ្យពរជ័យនាំទៅសេរីសួស្តីដល់ពរជ័យទៅដល់កូនប្រុសកូនស្រីដែរបាទប៉ុន្តែហ៊ានលេងសើចច្រើនទេប៉ុណ្ណឹងទេទៀតណាបាទប្រហែលជាពុកម៉ែបងប្អូនមួយចំនួនកំពុងមានអ្នកឆ្ងល់អត់ណោះបាទអត់ទេបើអត់ទាន់ប្រាប់អត់ឆ្ងល់ទេដល់ឲ្យប្រាប់មិន សុំប្រាប់អត់ឆ្ងល់បាទដូចព្រឹកមិញអញ្ចឹងគិតមួយគ្រូហើយថាយើងហែចំនួនមកពីខាងដងមកក៏បាយកង់ពលឺប៉ុន្តែចាស់នៅស្រុកនេះក៏ទម្លាប់ហែមកពីខាងដងបាទអត់បញ្ហាទិសណាក៏បានណាបញ្ហាទេសំខាន់ឲ្យសុវត្ថិភាពបើខ្ញុំមួយគ្រូយំមិញខ្ញុំគិតពីទិភាពខ្លាញ់លោកយើងហែមកពីខាងនោះខ្លាញ់យើងហែតាមអាចស្របច្បាប់ផ្លូវណាតែក៏ព្រឹកយើងអាចពីនេះបន្តិចអត់បញ្ហាប៉ុន្តែមានឆ្ងល់វគ្គនេះហ៎ទៀតកូនក្លាក់កូនកំមុំអង្គុយនេះបាទអត់ដល់ឆ្ងល់ទេណាប្រពៃណីខ្មែរយើងបើយើងរៀបចំអាពាហ៍ពិពាហ៍ជាធម្មតាណាបាទគឺឲ្យកូនស្រីមកនៅអង្គុយខាងឆ្វេងដៃទាល់តែដល់កម្មវិធីសំពះផ្ទឹមរួមខ្នើយទើបកូនស្រីមានសិទ្ធិមកអង្គុយខាងឆ្វេងដៃបានបាទហេតុអីបើថ្ងៃនេះលោកគ្រូរៀបចំឲ្យនៅខាងឆ្វេងដៃតាំងពីដើមបាទជាធម្មតាអាពាហ៍ពិពាហ៍នៅក្នុងព្រះអង្គឲ្យតែចាស់ទុំលោកបានចែកចែងស្ដីដណ្ដឹងរួចជាស្រេចអីហើយត្រូវរកគ្នាហើយដល់ថ្ងៃមង្គលការតាំងពីថ្ងៃចូលរោងបើសិនជាមានកម្មវិធីពេលល្ងាចទេណាបាទគឺឲ្យកូនស្រីមកនៅខាងឆ្វេងដៃហើយបាទគឺមានអត្តន័យទៀតណាបាទកុំឲ្យងាយឆ្ងល់ថាចុះមិនការខាងព្រះហ្នឹងមិនឲ្យកូនស្រីមកនៅឆ្វេងដៃតាំងពីព្រលឹមងឹតបាទមិនក៏មិនចាំដល់កម្មវិធីសំពះផ្ទឹមខ្ញុំឲ្យនៅឆ្វេងដៃខ្ញុំបញ្យល់អត្តន័យជូនបាទឥឡូវយើងមើលកូនកន្លោះអត្តន័យអត់đâuណាទេមិនអត្តន័យដូចខ្ញុំទេអត្តន័យនៅកូនកន្លោះបាទយេស៊ូបាទភ្នែកអត់មកអហើយអាលីមកបាទអត្តន័យទី1បាទសម្លឹងទៅមើលកប៉ៅអាវកូនកន្លោះទៀតណាចាបាទនេះមើលកប៉ៅអាវកូនកន្លោះនៅណាទៀតខាងឆ្វេងបាទចង់បញ្ជាក់ទៅដល់កូនកន្លោះដូចជាមនុស្សប្រុសទាំងអស់គ្នាហ្នឹងបាទតាំងពីយើងនៅកំណត់រលួយបានមកទុកណាបាទទុកនៅក្នុងកប៉ៅអាវខាងឆ្វេងបាទហើយកន្លែងហ្នឹងកូនកំមុំបញ្យល់ឲ្យច្បាស់យល់អស់បកប្រែអស់បាទប៉ុន្តែដល់ពេលដែលកូនកំឡោះមានគ្រួសារហើយមានឧត្តមភរិយាហើយគេថាឧត្តមភរិយាប្រៀបបាននឹងប្រធានធនាគារបាទអញ្ចឹងនេះកប៉ៅអាវធំចាកន្លែងទុកលុយអញ្ចឹងកូនមកអៀនលេងបកប្រែបាទហ្នឹងហើយបកប្រាហើយចាប់ទៅមុខទៀតណាបងនឹងបកគលជូនអូនបាទយើងមើលកែវកាគាត់ណាអត់អីទេការឲ្យបងនឹងបកគលជូនអូនហើយបងនឹងយកអូននោះលុយឲ្យអូនហើយបងយកអូនទៅវិញបងទាំងអស់របស់យើងទាំងអស់បាទទី2ទី1អត្តន័យកប៉ៅអាវបាទទី2មើលកតការតាក់តែងលម្អរបស់សំអាងការបាទលោកបានពាក់ហៅទៅយើងហៅខ្មែរហៅថាសេញអាវបាទនៅលើទ្រូងកូនកន្លោះខាងណាខាងឆ្វេងហើយចាំមកដាក់ខាងស្ដាំបាទហាត់អីអត់ដាក់ខាងស្ដាំដាក់ឲ្យដៃ3នាក់នោះមិនសាច់យើងផងបាទចង់បញ្ជាក់ទៅដល់កូនកន្លោះថានៅពេលដែលរៀបការហើយរលុយកាក់ប្រកាសមកសន្សំបានច្រើនហើយសូមកុំភ្លេចនាំប្រពន្ធទៅកន្លែងនេះបាទទិញគ្រឿងអលង្ការតាក់តែងលម្អណាទិញគ្រឿងអលង្ការតាក់តែងលម្អជូនទៅដល់ភរិយាយើងផងបាទមនុស្សស្រីទោះតែស្អាតយ៉ាងណាប៉ុន្តែបើអត់មានបើខ្វះខាតដល់គ្រឿងអលង្ការមកតែងលម្អហ្នឹងគេចាក់គេថាដូចទីគេគូអត់កន្លោះអត់កឡៅវិញហ៎បាទហ្នឹងហើយអញ្ចឹងគឺត្រូវការការតាក់តែងលម្អបន្ថែមផងដែរជាការលើកទឹកចិត្តបាទឲ្យមានកម្លាំងធ្វើហូបដល់ឯកាគឺគាត់នឹងខំរលបាទគាត់នឹងខំរលុយច្រើនខ្ញុំទៅទិញហើយបាទកូនកំមុំឲ្យខ្ញុំហើយអូបាទទី3បាទបងប្អូនបាទបេះដូងកូនកន្លោះនៅខាងណាកូនកន្លោះបេះដូងខាងណាបេះដូងគាត់បកគលជួយកូនកំមុំគាត់ចង់បាទបេះដូងគាត់គឺនៅកូនកំមុំហ្នឹងហើយបាទគាត់ប្រាប់គាត់និយាយគាត់កំឡែងថាអត់ឥឡូវខ្ញុំបញ្យល់ហើយគាត់ចង់និយាយថាបេះដូងគាត់គឺបកគលឲ្យកូនកំមុំហើយកូនកំមុំគឺជាបេះដូងរបស់គាត់បាទហើយអ្វីដែលសំខាន់ចង់បញ្ជាក់អត្ថន័យថាបេះដូងមនុស្សប្រុស
មនុស្សគ្រប់គ្នាក៏នៅខាងឆ្វេង ចា មកកត់ឲ្យស្មើណាស់មកបាទពេលដងមនុស្សប្រុសគឺនៅខាងឆ្វេងហើយឲ្យកូនស្រីមកនៅខាងឆ្វេងដៃនិងកូនកំឡោះនេះគឺចង់បញ្ជាក់ថាភរិយាគឺប្រៀបបាននឹងបេះដូងរបស់ប្តីអញ្ចឹងឧទាហរណ៍ណាកូនកំមុំនៅកម្ពុជាកូនកំឡោះនៅកូរ៉េឬទៅប្រពន្ធឈឺអត់ស្តុកចិត្តទេយន់មកវិញទាំងយប់ណា ចា តែញ៉ាប៉ាសពតតែញ៉ាសម្បត្តិយន្តហោះ VIP មកវិញភ្លាមតែសារអីតែសារតែបេះដូងហ្នឹងយើងបញ្ហា ចា បាទហ្នឹងហើយបេះដូងយើងឈឺអញ្ចឹងទៅនេះហើយទើបអត្តន័យឲ្យកូនស្រីមកនៅខាងឆ្វេងដៃនៃកូនកន្លោះ មួយទៀតបង ហើយមួយទៀតដែលសំខាន់បំផុតនោះព្រះជាម្ចាស់ទ្រង់បានបង្កើតផ្ទៃមេឃនិងផែនដីហើយទ្រង់បានបង្កើតអ្វីៗសពសារពើទាំងអស់មាននៅលើផែនដីរួចជាស្រេចនៅថ្ងៃទី6ទើបទ្រង់បង្កើតមនុស្សប្រុសដំបូងដែលឈ្មោះថាលោកអាដាមឲ្យកើតមកនៅលើផែនដីមកទទួលផលមកគ្រប់គ្រងមកនៅជាមួយនឹងសត្វធាតុគ្រប់ជាតិតូចធំទាំងអស់បាទនិយាយទៅព្រះអង្គបង្កើតយ៉ាងល្អស្អាតហើយទើបព្រះអង្គបង្កើតមនុស្សជាក្រោយដើម្បីជាតំណាងព្រះអង្គប៉ុន្តែដែលព្រះអង្គឃើញថាទាំងសត្វតូចសត្វធំទាំងរុក្ខជាតិល្អស្រស់ត្រកាលអត់មានជំនួយណាមួយជួយទៅដល់មនុស្សប្រុសបានទេអត់មានជំនួយណាមួយជួយទៅដល់មនុស្សប្រុសបានទេទើបព្រះជាម្ចាស់ទ្រង់បានដកយកឆ្អឹងចំណីខាងឆ្វេងរបស់មនុស្សប្រុសព្រះអង្គឲ្យមនុស្សប្រុសបានដេកលក់ឲ្យព្រះអង្គបានដកយកឆ្អឹងចំណីខាងឆ្វេងរបស់មនុស្សប្រុសមក